ទាំងអស់គ្នាឃើញវីដេអូនេះហើយច្បាស់ជាដឹងហើយថានៅក្នុងសាច់រឿងអីនិយាយថាមុខម្នាក់ប្រឡាក់ឡើងឈ្មោះហ្មងហើយដែលសំខាន់ណាគឺថតទាំង5ភ្លេងទៀតនិយាយទៅគឺស៊ូខ្លាំងមែនតើមិនថាមេឃភ្លៀងឬក៏ថ្ងៃយប់មិនគឺត្រូវតែថតហ្មងហើយបើកលេចមកមើលសក់ខ្ញុំវិញនៅទាំងអស់គ្នាប្រហែលថ្ងៃហ្នឹងគឺខ្ញុំអត់បានកក់ទេអញ្ចឹងហើយសក់ឡងស្អិតឡើងជាពាក់ចូលគ្នាហ្មងនៅទាំងអស់គ្នាអញ្ចឹងហើយគឺថាពិបាកនៅខ្លាំងមែនតើហើយឥឡូវហ្នឹងគឺខ្ញុំត្រូវតែមកកក់សក់ហើយក៏ដូចជាប្រាប់ពីពិធីដែលខ្ញុំថែសក់ជាប្រចាំថ្ងៃជាដំបូងគឺយើងត្រូវកក់សក់យើងឲ្យបានស្អាតអញ្ចឹងសិនហើយអ្នកទាំងអស់គ្នាសក់ខ្ញុំនេះដែរគឺកក់2ដងជាប្រចាំហ្មងដើម្បីវាជ្រះស្អាតបានល្អណាមួយសក់ខ្ញុំគឺខាន់កក់2ថ្ងៃដែរអញ្ចឹងដល់ពេលដែលយើងកក់សក់រួចរាល់ហើយគឺយើងមកធ្វើការអបសក់អ្នកទាំងអស់គ្នាក្រែមអបសក់ដែលខ្ញុំប្រើជាប្រចាំថ្ងៃនេះគឺជាក្រែមអបសក់ Lolan Natural ចាតែវាជួយផ្ដល់សំណើមដល់សរសៃសក់យើងបានខ្ពស់ហើយដែលសំខាន់ណាស់គឺជួយធ្វើឲ្យសក់យើងនឹងត្រង់ភ្លឺលាស់លងមើលទៅបែបធម្មជាតិហ្មងហើយតែគាត់មានបញ្ហាសក់ស្ងួតសក់សំពងអីហ្នឹងណាគឺល្អប្រើខ្លាំងមែនតើបើនិយាយពីក្លិនវិញអ្នកទាំងអស់គ្នាឡងក្អូបហ្មងហើយមិនឲ្យគ្នាក្អូបមិនសុំឡើងចេញពីកានីនេះបសននេះពីយើងអបលើទៅសៃសក់យើងរុនទាំងអស់គ្នាគឺខ្ញុំទុកចោលរយៈពេល5នាទីបើខ្ញុំលាងទឹកចេញហើយនៅពេលដែលលាងទឹកហ្នឹងអ្នកទាំងអស់គ្នានិយាយពីថាស្រឡាញ់សក់ខ្លួនឯងខ្លាំងមែនតើហ្មងដោយសារអីគឺថាឡងអលុញទៅមិនចាំបាច់និយាយអ្នកទាំងអស់គ្នាមើលខ្លួនឯងទៅគឺខ្ញុំក៏សក់ខ្ញុំរាល់ហើយអញ្ចឹងគឺខ្ញុំត្រូវលាបសេរ៉ូមមកតង់ទៀតដើម្បីឲ្យសក់យើងនេះវាកាន់តែស្អាតហើយសេរ៉ូមដែលខ្ញុំប្រើនេះគឺជាសេរ៉ូម Lolan Natural ដូចគ្នាពីសាច់សេរ៉ូមវិញអ្នកទាំងអស់គ្នាគឺសូលាបខ្លាំងមែនតើអាចធ្វើឲ្យសក់យើងស្អាតទេហើយជួយបំពេញឲ្យសក់យើងមានទម្ងន់មានសុខភាពល្អការពារពីសារធាតុពុលដែលសំខាន់នោះគឺចម្រាញ់ចេញពីសារ៉ាយសមុទ្រខៀវទៀតហើយនិយាយទៅគឺល្អប្រើខ្លាំងមែនតើ